ធរហូតដល់ប្រសង់អង្គខ្លះហ្នឹងដែលលេចាសិក្ខាបទមកជាក្រហមហើយក៏យកអាជីពហ្នឹងទៅចិញ្ចឹមជីវិតរហូតដល់មានគ្រួសារអីផ្សេងបើតាមអ្វីដែលបែរអាដាមគ្រងដើរហ្នឹងអាចនឹងយកគ្រួសារហើយសម្ដែងពធយកបច្ច័យយកលុយកាក់ហ្នឹងទៅចិញ្ចឹមគ្រួសារអីដូចអាចដូចអ្នកផ្សេងខ្លះដែរទេបើទៅអរគុណណាស់នេះសំណួរដែលល្អសម្រាប់ខ្ញុំបងប្អូនញាតិញោមទាំងអស់ក៏អាចសង្កេតឃើញដែរនៅពេលដែលខ្ញុំចាក់ចែងជាក្រហមជាងមួយខែនេះខ្ញុំមិនដែលមានធម្មទេសនាទេមានន័យថាធម្មទេសនារបស់ខ្ញុំគឺចប់នៅថ្ងៃទី18ខែ3ឆ្នាំ2025គឺជាធម្មទេសនាចុងក្រោយហើយចាប់ពីថ្ងៃទី19មកដល់ឥឡូវនេះខែ4ជិតខែ5ហើយខ្ញុំអត់មានធម្មទេសនាអីទេប៉ុន្តែខ្ញុំនិយាយធម៌វិន័យណែនាំតែនៅប្រាសាទនាងខ្មៅទេទោះបីខ្ញុំនិយាយមកបន្តិចបន្តួចតែខ្ញុំនិយាយឈរទេបាទខ្ញុំនិយាយឈរទេខ្ញុំអត់ដែលនិយាយអង្គុយលើគ្រែទេអង្គុយលើគ្រែទេពោះប្រគុណម្ចាស់មែនតើទៅកន្លងមកក៏យើងមានធម្មកថា13ហើយបន្តមកសឹកយកគ្រូសាអីបន្តមកនៅបន្តទេសនាអីហើយដល់យើងឃើញពីចម្ងាយទៅក៏ឃើញមានកូនប្រពន្ធអីហើយមួយផ្នែកក៏អាចនឹងរកថវិកាបានតាមរយៈហ្នឹងទៅផ្គត់ផ្គង់តែប៉ុន្តែក៏មិនបានទៅបង្កើតសាលាឬក៏ចិញ្ចឹមប្រសង់អីក្នុងរូបភាពបែបណាគឺខ្ញុំប្រកាសណាមិនទាន់ច្បាស់ប៉ុន្តែឃើញមាននៅក្នុងស្រុកខ្មែរយ៉ាងហើយប៉ុន្តែបើសិនជាក្នុងករណីថាបុគ្គលឧទាហរណ៍ថាប្រាសាទនាងខ្មៅចោះនៅតែបន្តធ្វើដូចគេឯងចឹងដែរហើយប្រមូលថវិកាទៅចិញ្ចឹមប្រសង់ហើយសំភ្នែកទេមកទៅទៀតសំភ្នែកទេឬក៏យ៉ាងម៉េចបានពោចំពោះរឿងនេះយើងត្រូវបែងចែកច្បាស់លាស់ថាប្រសិនបើយើងទៅជាក្រហមហើយនៅតែបន្តដោយការសម្ដែងធម៌ក្នុងអរិយាបថសមរម្យមួយអាត្មាប្រើពាក្យថាអរិយាបថសមរម្យចង់និយាយថាយល់ការក្នុងការសម្ដែងណាជាមួយប្រសងយើងប្រតិបត្តិបែបម៉េចជាមួយទីដែលអត់មានប្រសងយើងប្រតិបត្តិបែបម៉េចបើសិនបើយើងយល់ការក្នុងការសម្ដែងហើយយើងបន្តវាឲ្យកើតទៅជាប្រយោជន៍ទោះបីថាបានជាលុយជាកាក់អីក៏ដោយយើងប្រើពាក្យថាគេជ្រះថ្លាគេបូជាហាមិនបានទេណាប៉ុន្តែយើងយកប្រយោជន៍ទាំងអស់ហ្នឹងបង្អោនទៅដើម្បីប្រយោជន៍សាធារណៈឬខុសឆ្គងគឺវាមិនមានទេសម្រាប់ភ្នែកជនដតីយ៉ាងណាអាត្មាមិនដឹងទេព្រោះភ្នែកមនុស្សខុសគ្នាតែសម្រាប់អាត្មាភាពមិនឃើញមានភាពខុសឆ្គងត្រង់ណាមួយហើយក៏មិនមានអារម្មណ៍ខុសឆ្គងដែរទាំងអារម្មណ៍ក៏មិនយល់ថាខុសឆ្គងទាំងការវិនិច្ឆ័យផ្នែកខួរក្បាលហ្នឹងក៏មិនឃើញថាវាខុសអីទេឲ្យតែច្បាស់ថាអ្វីដែលគាត់កំពុងធ្វើហ្នឹងវាមិនមែនជាការកឹបកេងប្រមូលកែវកងដើម្បីប្រយោជន៍តខ្លួនទេវាជាការខ្ជាក់ប្រយោជន៍ទៅឲ្យប្រជុំជនអាត្មាជាកៅឧទាហរណ៍ណាឧទាហរណ៍ថាបើញោមដែលសឹកទៅគាត់នៅតែបំរើបំរាស់ជាប្រយោជន៍ដល់វត្តបានជាលុយជាកាក់ជាការប្រម៉ូទជាការឃោសនាខ្លះហើយយកទៅបង្អោនដើម្បីវត្តប្រាសាទនាងខ្មៅដដែលរឿងខុសឆ្គងវាមិនខុសឆ្គងទេតែផ្ទុយមកវិញប្រសិនបើការសម្ដែងធម៌ហ្នឹងយើងយកធម៌របស់ព្រះទៅសម្ដែងអញ្ចឹងទៅផលប្រយោជន៍ទាំងប្រមាណវាដើម្បីប្រយោជន៍គ្រួសារណាដូចយើងមកលើកឡើងថាចាំកូនចាំប្រពន្ធអានេះវាអាក្រក់ខ្លាំងណាស់វានឹងអាចទៅជាគំរូដល់លោកផ្សេងថ្ងៃក្រោយទៅវាទៅជាអញ្ចឹងអស់ទៅណាធ្វើអញ្ចឹងទៅសម្ដែងធម៌ទៅវាទៅជារឿងអាជីពទៅជាមុខរបរសាធារណៈមួយដែលលោកទៅធ្វើអញ្ចឹងបែបហ្នឹងគឺមិនគួរទេនៅពេលដែលយើងមានការផ្លាស់ប្ដូរភេទយើងមានការសម្ដែងពធយើងមានការបញ្យល់ពធរហូតដល់ប្រសង់អង្គខ្លះហ្នឹងដែលលេចាសិក្ខាបទមកជាក្រហមហើយក៏យកអាជីពហ្នឹងទៅចិញ្ចឹមជីវិតរហូតដល់មានគ្រួសារអីផ្សេងបើតាមអ្វីដែលបែរអាដាមគ្រងដើរហ្នឹងអាចនឹងយកគ្រួសារហើយសម្ដែងពធយកបច្ច័យយកលុយកាក់ហ្នឹងទៅចិញ្ចឹមគ្រួសារអីដូចអាចដូចអ្នកផ្សេងខ្លះដែរទេបើទៅអរគុណណាស់នេះសំណួរដែលល្អសម្រាប់ខ្ញុំបងប្អូនញាតិញោមទាំងអស់ក៏អាចសង្កេតឃើញដែរនៅពេលដែលខ្ញុំចាក់ចែងជាក្រហមជាងមួយខែនេះខ្ញុំមិនដែលមានធម្មទេសនាទេមានន័យថាធម្មទេសនារបស់ខ្ញុំគឺចប់នៅថ្ងៃទី18ខែ3ឆ្នាំ2025គឺជាធម្មទេសនាចុងក្រោយហើយចាប់ពីថ្ងៃទី19មកដល់ឥឡូវនេះខែ4ជិតខែ5ហើយខ្ញុំអត់មានធម្មទេសនាអីទេប៉ុន្តែខ្ញុំនិយាយធម៌វិន័យណែនាំតែនៅប្រាសាទនាងខ្មៅទេទោះបីខ្ញុំនិយាយមកបន្តិចបន្តួចតែខ្ញុំនិយាយឈរទេបាទ
ខ្ញុំនិយាយឈរទេខ្ញុំអត់ដែលនិយាយអង្គុយលើក្រែទេ អុយលើក្រែទេ ពោះកាលដែលថ្ងៃខាងមុខមានប្រពន្ធឬក៏មានគ្រួសារអីណាក៏ខ្ញុំអត់ទេសនាចឹងដែរមិនមែនថាខ្ញុំនឹងថាអ្នកផ្សេងយ៉ាងម៉េចទេខ្ញុំនិយាយខ្លួនខ្ញុំ បាទឲ្យឡើងគង់លើក្រែអង្គុយលើក្រែហើយសម្រាប់ការពោលធរអីអត់ទេញាតិញោមណាអាត្មាទេសធរហ្នឹងឲ្យញោមមានធរហ្នឹងទៅដឹងតែគេស្រឡាញ់គ្រប់គ្នានេះស្នេហ៍របស់ព្រះណាញោមតើបាច់ចាំទៅរៀនស្នេហ៍អូអីមហាទុនលើទុនក្រោមទុនភ្នែកទុនមាត់បាច់ទេឲ្យតែមានធរហ្នឹងទៅទុនឯងណាញោមណាចង់ប្រកេនអនុថែទេពីរឿងស្នេហ៍ព្រះតិចមើលព្រោះព្រះអង្គថាធរហ្នឹងជាទីស្រឡាញ់នៃទេវតានិងមនុស្សទាំងឡាយបុគ្គលណាបដិបត្តិធម៌ហ្នឹងបុគ្គលណាមានធម៌ហ្នឹងរមែងជាទីស្រឡាញ់នៃមនុស្សនិងទេវតាសូមអនុថែមេត្តាបច្ចៈក្នុងអត្តន័យនេះល្មមស្ដាប់បានសូមនិមន្តសូមអនុមោទនាចឹងការនោះភិក្ខុទាំងឡាយលើកពោលថាអោណោចង់ព្រះមហាកស្សបៈនឹងបនអីបានជាទីជ្រះថ្លាជាទីពេញចិត្តរបស់ពួកក្មេងៗទាំងអស់ហ្នឹងចប់ព្រះសម្មាសម្ពុទ្ធហេតុអីក៏មិនយកមកថ្វាយមិននឹកឃើញប្រគេនមុនព្រះមហាកស្សបៈទៅបែរភិក្ខុទាំងឡាយពោលដូច្នេះព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយទានរបស់អ្នកដែលបានបំពេញជាមួយព្រះមហាកស្សបៈដែលជាបុត្ររបស់យើងក្នុងការដែលធ្វើគឺជាទីស្រឡាញ់នៃជនច្រើនគ្នាបុគ្គលអ្នកណាមួយដែលជាអ្នកសម្បូរដោយសិលជាអ្នកឃើញដោយច្បាស់ដោយបញ្ញាជាអ្នកស្ថិតនៅក្នុងធម៌ហើយជាអ្នកដែលធ្វើសេចក្តីល្អសម្រាប់ខ្លួនឯងបុគ្គលនោះឯងគឺរមែងជាទីស្រឡាញ់នៃជនច្រើនគ្នាទៅបានព្រះអង្គទ្រង់ត្រាស់ថាសីលទេសនៈសម្បណ្ណੰធម្មថੰសច្ចវាតិណੰអត្តណោកម្មកពៀណੰតញ្ញណោករតេបយ៉ាងបុគ្គលអ្នកឯណាមួយដែលបរិបូរដោយសិលសីលៈសម្បណ្ណੰបរិបូរដោយសិលទេសនៈសម្បណ្ណੰបរិបូរដោយការឃើញដោយបញ្ញាសច្ចវាតិណੰគឺជាអ្នកពោលនៅពាក្យសច្ចៈពិតទៀងត្រង់ធម្មថੰស្ថិតនៅក្នុងធម៌អត្តណោកម្មកពៀណੰធ្វើកម្មអត្តណោកម្មកពៀណੰតញ្ញណោករតេបយ៉ាងធ្វើកម្មដែលជាទីជ្រះថ្លាជាទីត្រេកអរនិងជាទីពឹងពំនាក់សម្រាប់ខ្លួនបុគ្គលនោះរមែងជាទីស្រឡាញ់នៃជនច្រើនគ្នាញាតិញោមណាអាត្មាទេសធម៌ហ្នឹងឲ្យញោមមានធម៌ហ្នឹងទៅដឹងតែគេស្រឡាញ់គ្រប់គ្នានេះស្នេហ៍របស់ព្រះណាញោមតើបាច់ចាំទៅរៀនស្នេហ៍អូអីមហាទុនលើទុនក្រោមទុនភ្នែកទុនមាត់បាច់ទេឲ្យតែមានធម៌ហ្នឹងទៅទុនឯងណាញោមណាចាឥឡូវទី1សិលបរិបូរណ៍ដោយសិលទី2ទេសនៈសម្បណ្ណੰបរិបូរណ៍ដោយការឃើញដោយបញ្ញាព្រោះឃើញដោយបញ្ញាមើលឃើញដោយបញ្ញាគេហៅថាមើលដោយធម្មចក្ខុឬបញ្ញាចក្ខុមួយទៀតមួយទៀតសច្ចវាតិណੰមានសច្ចៈកុំកុហកគេកុំភូតគេនិយាយឲ្យត្រង់ដាក់គេទៅមួយទៀតធម្មថੰស្ថិតនៅក្នុងធម៌ជានិច្ចមានធម៌ហើយមួយទៀតការធ្វើកម្មអត្តណោកម្មកពៀណੰតញ្ញណោករតេបយ៉ាងធ្វើអំពើកម្មដែលជាប្រយោជន៍ជាសេចក្តីល្អឲ្យខ្លួនជាទីពឹងខ្លួនឯងបាន